បាទសួស្តីបងប្អូននេះគឺជាវីដេអូដែលខ្ញុំបានទៅលេងនៅក្រុងសាប៉ា2ថ្ងៃពេញតែម្ដងបងប្អូនអញ្ចឹងពេលព្រឹកនៅពេលដែលខ្ញុំទៅដល់ក្រុងសាប៉ាដំបូងហ្នឹងនាំគ្នាដើរលេងមើលក្រុងមើលអីគេបន្តិចសិនបាទក្រុងសាប៉ាគេហ្នឹងមើលទៅស្អាតម្យ៉ាងដែរបងប្អូនដោយសារតែមានទេសភាពភ្នំព័ទ្ធជុំវិញអញ្ចឹងទៅតែពេលអញ្ចឹងទៅយើងមើលទៅឃើញស្អាតមែនទែនហើយបន្ទាប់មកពួកខ្ញុំក៏ដើររកកន្លែងញ៉ាំអាហារពេលព្រឹកហើយឃើញហាងនេះមួយលក់អាហារពេលព្រឹកហ្នឹងមានហ្វឺមានបាយអីក៏នាំគ្នាចូលញ៉ាំទៅបន្ទាប់ពីញ៉ាំបាយញ៉ាំហ្វឺអីរួចរាល់ហើយនាំគ្នាឆ្លៀតទៅហាងកាហ្វេទៀតដោយសារតែគ្នាខ្ញុំខ្លះហ្នឹងអត់កាហ្វេអត់បានទេអញ្ចឹងត្រូវទៅចូលហាងកាហ្វេសិនហើយពីបានបាយព្រឹកបានកាហ្វេអីរួចរាល់ហើយដូចមានកន្លងនាំគ្នាដើរទៅកន្លែង Sun Plaza Station ហ្នឹងដើម្បីទិញសំបុត្រ cable car ឡើងទៅភ្នំ Fancy Park បាទនៅពេលដែលខ្ញុំទៅដល់កន្លែង counter លក់សំបុត្រហ្នឹងក៏អ្នកលក់គាត់ប្រាប់ថានៅលើភ្នំហ្នឹងវាចុះអាប់វាសក្បោសមើលអត់ឃើញទេនិយាយទៅគាត់ឲ្យយើងមើលវីដេអូឲ្យមើលរូបភាពទៀតអញ្ចឹងគាត់សួរយើងទៅអត់អីចឹងណាបងប្អូនគាត់ខ្លាចយើងទៅឡើងទៅខកចិត្តមើលអត់ឃើញអញ្ចឹងហើយពេលហ្នឹងខ្ញុំក៏អត់សម្រេចចិត្តថាអត់ទៅវិញបាទអញ្ចឹងពួកខ្ញុំក៏នាំគ្នារកតាក់ស៊ីបាទនិយាយទៅរកតាក់ស៊ីនៅមុខកន្លែង Sun Plaza Station ហ្នឹងឯងដើម្បីជិះទៅលេង Cat Village ហ្នឹងវិញបន្ទាប់មកនេះរកតាក់ស៊ីបានហើយបងប្អូននិយាយទៅរៀងពិបាកបន្តិចដោយសារយើងជិះ8នាក់គ្នាយើងលើ8នាក់បន្ទាប់មកជិះទៅ Cat Village ហ្នឹងដូចជាមិនឆ្ងាយមែនទេបងប្អូនជាង10នាទីអីហ្នឹងឯងប៉ុន្តែផ្លូវទៅហ្នឹងស្អាតណាបងប្អូនយើងមើលឃើញទេសភាពស្អាតតោះតថាផ្លូវហ្នឹងពិបាកជីងតិចដោយសារផ្លូវរាងតូចហើយនៅតាមហ្នឹងសុទ្ធតែចលងភ្នំឡើងភ្នំចុះភ្នំនិយាយទៅពិបាកជីមែនទែនមើលទៅបាទផ្លូវហ្នឹងតម្លានបាទបន្ទាប់មកពួកខ្ញុំក៏បានមកដល់កន្លែង Cat Village ហ្នឹងហើយប៉ុន្តែនៅពេលដែលយើងចូល Cat Village ហ្នឹងយើងត្រូវទិញសំបុត្រចូលអូខេតោះឥឡូវយើងទិញសំបុត្រចូលទៅ Cat Village នេះអស់ម្នាក់ម៉ែនមិញហ៎សំបុត្រអស់ម្នាក់ម៉ែន500,000ដុំ5-10,000អញ្ចឹងគិតជាលុយដុល្លារទៅមិញវាអស់ដូចជា5រៀលជាងដែរបាទតែឥឡូវយើងបានសំបុត្រហើយយើងចូលទៅCat Village ហ្នឹងឥឡូវបន្ទាប់ពីយើងទិញសំបុត្រហើយគឺយើងជិះអានេះទៅបាទនេះកន្លែងគេឆែកសំបុត្រមុននឹងយើងចូលទៅបាទហើយជិះអាឡានអេឡិចត្រូនិកនេះមិនស្មានតែគេ free បងប្អូនហ្នឹងមកដល់គេទាម្នាក់10000ទៀតតានេះបាទនេះគេទាម្នាក់10000ទៀតបាទនេះបាទបងប្អូននេះហើយម្នាក់គេថាគេជិះ free អញ្ចឹងណាបាទឥឡូវពួកខ្ញុំបានចូលមកដល់ខាងក្នុងភូមិគេហ្នឹងហើយបងប្អូនហើយពេលចូលមកដល់ទេសភាពស្អាតណាក្នុងភូមិគេបកកែរៀបចំមែនទែនមើលពីលើទៅមានទឹកធ្លាក់ឃើញភ្នំទេសភាពបៃតងខ្ចីនិយាយទៅស្អាតខ្លាំងមែនទែនហើយបន្តមកទៀតពួកខ្ញុំសកម្មភាពដែលពួកខ្ញុំធ្វើនៅក្នុងមុនគេគឺជិះ Rainbow Slide បងប្អូន slide មួយដែលធំខ្ពស់ដែលចំណាំឃើញនៅក្នុងវីដេអូចាំមើលឥឡូវពួកខ្ញុំសាកជិះទាំងអស់គ្នាបាទបាទបន្ទាប់ពីពួកខ្ញុំជា LL នឹងហើយក៏នាំគ្នាដើរចូលទៅក្នុងភូមិគេបន្តទៀតហើយពេលយើងដើរចូលនៅក្នុងភូមិគេហ្នឹងឃើញទេសភាពហ្នឹងកាន់តែស្អាតបងប្អូនពេលយើងចូលមកក្រោមហើយនៅក្នុងហ្នឹងសបោគេតែងឈុតប្រពៃណីបុរាណរបស់វៀតណាមអីចឹងណាអញ្ចឹងបើអ្នកណាគេចង់តែងអីចឹងគេអាចតែងពីមុខមកក៏បានឬក៏គេចូលទៅក្នុងហ្នឹងហើយចាំគេតែងនៅក្នុងហ្នឹងក៏បានដែរបាទហើយនេះបងប្អូនឃើញទេសភាពទឹកធ្លាក់ទឹកអីស្អាតនិយាយទៅមានអារម្មណ៍ថាស្រស់ស្រាយខ្លាំងមែនទែនពេលមកដល់កន្លែងហ្នឹងដោយសារតែឃើញធម្មជាតិព័ទ្ធជុំវិញឡើងស្រស់បៃតងខៀវខ្ចីស្រស់តកាតែម្ដងបាទហើយនៅក្នុងហ្នឹងគេបកកែរៀបចំបងប្អូននេះដូចនៅកន្លែងនេះអញ្ចឹងហាងគេញ៉ាំអីអញ្ចឹងណាមានកន្លែងហាងបាយមានលក់កាហ្វេហើយកន្លែងនេះវិញគេមានដាក់សេះដាក់អីជួលដើម្បីឲ្យយើងឈរថតជាមួយឬក៏យើងចង់ឡើងជិះថតជាមួយហ្នឹងក៏បានដែរបាទបន្ទាប់ពីនាំគ្នាដើរលេងថតរូបនៅក្នុងភូមិមកព្រឹកដែរបងប្អូនក៏ដល់បាយថ្ងៃត្រង់នាំគ្នាហេវរកកន្លែងញ៉ាំបាយនៅក្នុង Cat Village ហ្នឹងបណ្ដោយទៅប៉ុន្តែហាងដែលខ្ញុំមកញ៉ាំកន្លែងនេះហ្នឹងឡើងមកទេសភាពស្អាតបងប្អូនអាចមើលឃើញបែបនៅខាងក្រោមយ៉ាងអេមតែម្ដងបាទបន្ទាប់ពីញ៉ាំបាយថ្ងៃត្រង់អីហើយក៏នាំគ្នាដើរឆ្វែនៅក្នុងភូមិគេដើម្បីរកច្រកចេញមកវិញដែរបងប្អូនដោយសាររៀងថ្ងៃល្ងាចដែរហើយម្នាក់ដូចរៀងហត់ដែរហើយដោយសារតែក្នុងភូមិគេនឹងធំអញ្ចឹងភូមិនេះបើសិនជាអ្នកចូលចិត្តថតរូបអីមកសប្បាយថតមែនទេបងប្អូនអត់ចេះខ្វះកន្លែងថតទេហើយនិយាយទៅធម្មជាតិពិតស្អាតអត់តោះតែម្ដងបាទហើយនេះល្ងាចឡើងពួកខ្ញុំបានចេញមកដល់ក្រុងសាប៉ាហើយមិនទៅចាក់ចឹងទៀតឃើញគេលក់ពោតស្ងោរក្តៅក៏នាំគ្នាទិញបាទហើយបន្ទាប់មកក៏នាំគ្នាដើរលេងពេលយប់នៅសាប៉ាអីចឹងបងប្អូនពេលយប់មានអីស្អាតអីតើភ្លើងពណ៌ភ្លើងអីតាមអាគារគេឡើងតំណងហើយនេះនាំគ្នាចូលញ៉ាំអាហារពេលល្ងាចនៅគៀនកន្លែង station ហ្នឹងបងប្អូន
បាទឃើញគេលក់សាច់អាំងឃើញអីតំណងនាំគ្នាចូលញ៉ាំចឹងទៅគឺជាសកម្មភាពថ្ងៃបន្តពេលព្រឹកឡើងពួកខ្ញុំក៏ចាប់ផ្ដើមនាំគ្នាញ៉ាំ breakfast នៅអូតែលពេលព្រឹកហ្នឹងណាបងប្អូនដែលគេ free ឲ្យយើងបាទពេលញ៉ាំ breakfast ហើយបានពួកខ្ញុំទៅ Sapa Station នឹងម្ដងទៀតដើម្បីទៅទិញ spot cable car ឡើងទៅលើភ្នំ Fancy Pan និយាយទៅថ្ងៃនេះទោះអាប់ទោះអីមិនក៏ត្រូវទៅឡើងដែរព្រោះថ្ងៃចុងក្រោយនៅ Sapa ហ្នឹងហើយបងប្អូនបាទហើយសម្បត្តិដែលពួកខ្ញុំទិញឡើងទៅភ្នំ Fancy Pan ហ្នឹងគឺគេមានសម្បត្តិរថភ្លើងមួយហើយនិងសម្បត្តិ cable car ហ្នឹងមួយអញ្ចឹងយើងត្រូវជិះរថភ្លើងហ្នឹងឡើងទៅ station cable car ហ្នឹងមួយកន្លះសិនបងប្អូនប្រហែលជា7-8នាទីអីទៅដល់ហើយបន្ទាប់មកបានយើងជិះ cable car បន្តឡើងទៅភ្នំហ្នឹងទៀតហើយសម្រាប់សម្បត្តិឡើងទៅ Fancy Pan ហ្នឹងដែលពួកខ្ញុំទិញហ្នឹងប្រហែលជា$40បាទឥឡូវពួកខ្ញុំបានមករងចាំរថភ្លើងបងប្អូនតិចទៀតមកដល់ហើយដើម្បីឡើងទៅកន្លែងcable car station គេហ្នឹងណាបាទឥឡូវរថភ្លើងមកដល់ហើយបាទមនុស្សម្នានាំគ្នាចូលទៅទាំងអស់គ្នានេះបាទឥឡូវហ្នឹងអត់តែភ្លើងចាប់ផ្ដើមចេញទៅហើយបងប្អូនយើងជិះឡើងទៅលើហ្នឹងដូចជាអត់យូរម៉ានទេ7-8នាទីហ្នឹងឯងទៅដល់កន្លែង cable car ហ្នឹងហើយប៉ុន្តែអ្វីដែលពិសេសបងប្អូនអើយជិះតែភ្លើងហ្នឹងឃើញទេសភាពនៅតាមផ្លូវស្អាតខ្លាំងមែនទែនឃើញសត្វចលងភ្នំឃើញពពកឃើញអាប់វាស្រែថ្នាក់បាទស្អាតខ្លាំងហើយយើងមកដល់កន្លែងស្ថានីយ៍ដែលយើងត្រូវចុះហ្នឹងហើយអញ្ចឹងយើងត្រូវដើរឡើងទៅលើតិចទៀតបងប្អូនដើម្បីទៅជិះ cable car ហ្នឹងហើយតាមផ្លូវដែលយើងដើរទៅកន្លែង station គេហ្នឹងគឺឃើញទេសភាពស្អាតនិយាយទៅស្អាតខ្លាំងណាស់បងប្អូនហើយបន្ទាប់មកពួកខ្ញុំក៏បានមកដល់កន្លែង cable car ហ្នឹងបាទបងប្អូននេះពួកខ្ញុំរៀបត្រង់ជួរចូលទៅជិះ cable car ហ្នឹងហើយបាទហើយពេលមកកន្លែង cable car ហ្នឹងឃើញធំបងប្អូនស្មើតតូចអាកត្រកគេហ្នឹងមានណាមនុស្សចូលជិះបានឡើងមិនចេះតិចបាទឥឡូវចាប់ផ្ដើមចេញដំណើរទៅហើយបងប្អូននេះអូស្អាតមែនទែនហើយនៅក្នុងហ្នឹងពួកខ្ញុំដំបូងហ្នឹងចាប់ផ្ដើមថតរូបថតអីលេងអញ្ចឹងណាបងប្អូនហើយជាពិសេសហ្នឹងឃើញទេសភាពឡើងទៅស្អាតមែនទែនហើយមើលទៅដូចយើងជិះឡើងទៅស្រើតខ្ពស់ខ្លាំងបងប្អូនប៉ុន្តែវាអត់ស្រើតដែរអត់អីដែរខ្ញុំស្មានតែពេលយើងឡើងទៅអញ្ចឹងវាស្រើតខ្លាំងអីចឹងអញ្ចឹងពួកខ្ញុំត្រូវជិះ cable car នេះរៀងយូរដែរបងប្អូនបានមកដល់កន្លែងតែពួកខ្ញុំត្រូវចុះហ្នឹងហើយពេលខ្ញុំទិញសម្បត្តិហ្នឹងខ្ញុំមិនបានទិញដល់កពូលលើទេអញ្ចឹងពួកខ្ញុំត្រូវឈប់នៅកន្លែង station ហ្នឹងដើម្បីដើរឡើងទៅលើទៀតបងប្អូនដោយសារតែចង់ឃើញទេសភាពចង់ថតរូបអីឲ្យបានច្រើនអញ្ចឹងទៅក៏សម្រេចចិត្តថាអត់ជិះដល់កពូលទេអត់ទិញសម្បត្តិដល់កពូលហ្នឹងឯងបាទហើយឥឡូវពួកខ្ញុំមកដល់កន្លែងនេះក៏នាំគ្នាសម្រាកញ៉ាំបាយថ្ងៃញ៉ាំអីបន្តិចហើយមានកន្លែងបាននាំគ្នាដើរឡើងទៅកពូលភ្នំ Fancy Pan ហ្នឹងបាទអញ្ចឹងដើម្បីឡើងទៅកន្លែងកពូលភ្នំ Fancy Pan ហ្នឹងខ្ញុំត្រូវដើរឡើងចដើរហ្នឹង600កាំបងប្អូនដើម្បីទៅដល់កពូលលើកន្លែងហ្នឹងណាប៉ុន្តែមានណាបងប្អូនអើយវារៀងហត់ដែរទេសភាពស្អាតប៉ុន្តែម្ដងចុះអាប់ម្ដងក៏ខ្យល់ផាត់ទៅវិញនិយាយទៅឡើងមកហ្នឹងភ័យដែរបងប្អូនភ័យខ្លាចទៅថាឃើញអាប់សក្បោះមើលអីអត់ឃើញទេសភាពអីស្អាតទាំងអស់ប៉ុន្តែមានណាឡើងមកឃើញដូចសមុទ្រពពកជាបងប្អូនអូស្អាតខ្លាំងមែនទែននិយាយទៅមានអារម្មណ៍មួយថាអត់នឹកស្មានថាបានឃើញទេសភាពហ្នឹងឯងបងប្អូនហើយកន្លែង Fancy Pan នេះបងប្អូនគឺជាគេហៅថា the top of Indochina បងប្អូននិយាយទៅវាខ្ពស់ជាងគេបងប្អូនកន្លែងហ្នឹងនៅ Indo ចិនហ្នឹងបងប្អូនបាទនិយាយទៅបាទឥឡូវពួកខ្ញុំនាំគ្នាដើរឡើងមកបដើទៀតហើយបងប្អូនហើយអ្នកខ្លះហត់ដែរហ្នឹងបាទហើយអត់ពួកខ្ញុំឡើងមកដល់លើហ្នឹងគឺត្រូវឈប់ច្រើនដងមែនទេបងប្អូនអញ្ចឹង finally ពួកខ្ញុំបានមកដល់គេហៅថា the top of Indochina បងប្អូនអញ្ចឹងឃើញទេសភាពស្អាតខ្លាំងមែនទេបងប្អូននៅពេលដែលពួកខ្ញុំមើលពីលើហ្នឹងទៅបងប្អូននិយាយទៅភ័យខ្លាចតែចុះអាប់មើលអត់ឃើញទេប៉ុន្តែសំណាងមែនទេដែលមកបានឃើញទេសភាពស្អាតអញ្ចឹងហើយបានថតរូបជាប់ទេសភាពស្អាតបាទហើយពួកខ្ញុំនៅលេងលើហ្នឹងដល់ប្រហែលជាម៉ោង4ល្ងាចបងប្អូនអញ្ចឹងម៉ោងហ្នឹងគឺម៉ោងគេសម្រាកគេបិទគេចាប់ផ្ដើមឲ្យភ្ញៀវចុះទៅក្រោមវិញបាទដោយសារពីហ្នឹងទៅក្រោមហ្នឹងយើងត្រូវចំណាយពេលយូរដែរអញ្ចឹងគេអត់ឲ្យមានភ្ញៀវណាពេលដើរចុះមកក្រោមអីថតរូបថតអីទៀតទេបងប្អូនដោយសារគេបញ្ញាបិទមែនទែនដោយសារតែយើងនៅឡើងល្ងាចចាយបងប្អូនហើយក៏ត្រង់តែពួកខ្ញុំជិះហ្នឹងមកក្រោមវិញបងប្អូន cable car ហ្នឹងក៏ cable car ចុងក្រោយគេប្រអស់ដែរនិយាយទៅដើរលេងនេះបានហៅថាអ្នកប៉ិនដើរហ្មងបងប្អូនបាទអញ្ចឹងសម្រាប់វីដេអូរបស់ខ្ញុំនៅសាប៉ា2ថ្ងៃពេញហ្នឹងគឺមានតែប៉ុណ្្នឹងឯងបងប្អូនខ្ញុំសូមបញ្ចប់ត្រឹមហ្នឹងបាទអរគុណច្រើនសម្រាប់ការតាមដានទស្សនា